វីដេអូខ្លីនេះបាទសូមអង្គុយសែតតិចឲ្យពុកម៉ែបងប្អូនដោយសារខ្ញុំដើរមើលផ្សារជាច្រើនបាទឃើញតែផ្សារមានការបាក់បែកនិងខូចខាតបាទអត់សូវមានរូបរាងល្អ 100% ទេបាទផ្សារខ្លះនៅសល់តែគ្រឹះផ្សារបាទខ្ញុំគិតថាបើផ្សារយើងនៅល្អទ្រង់ទ្រាយដើមបាទទាំងស្រុងទោះមិនបាន 100% បានត្រឹមតែ 70-80% ហើយយើងមានផ្លូវល្អស្រួលជិះបាទយើងមានភ្ញៀវទេសចរមកមើលមកលេងបាទមិនដឹងជាល្អយ៉ាងណាទេបាទគ្រាន់តែឃើញហើយសោះណោះបាទពេលខ្លះខ្ញុំគិតថាបើសិនជាផ្សារដឹងអាចជួសជុលឬក៏យើងអាចធ្វើឲ្យបានល្អស្អាតដូចដើមបាទមិនដឹងពិសេសប៉ុណ្ណាទេបាទពិតជាមានអារម្មណ៍ថាសោកសៅមែន